សូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីព័ត៌មានសុខភាពរបស់ BTV បណ្ដាថាជារៀងរាល់កម្មវិធីលោកនាងតែងតែជួបជាមួយនឹងខ្ញុំសធារីជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីហើយក៏ផ្ដល់ជូនលោកនាងនៅព័ត៌មានសំខាន់ក៏ដូចជាប្រធានបទថ្មីតាក់ទងទៅនឹងការថែរក្សាសុខភាពក៏ដូចជាលើកយកអំពីអ្វីដែលជាជំងឺដែលជាបញ្ហាប្រឈមសម្រាប់សុខភាពរបស់ប្រជាជនហើយបន្ថែមពីនេះយើងក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់វិជ្ជបណ្ឌិតជំនាញនៅក្នុងការបកស្រាយរាល់ប្រធានបទនីមួយៗផងដែរចា៎នៅថ្ងៃនេះផងដែរយើងនឹងលើកយកអំពីប្រធានបទមួយតាក់ទងទៅនឹងបញ្ហាវិបត្តិទប់ទឹកនោមមិនបានរបស់ស្ត្រីនិងបញ្ហាស្រុតស្បូនដោយបានការអញ្ជើញចូលរួមពីសំណាក់លោកវិជ្ជបណ្ឌិត Christopher Chong ដែលជាវិជ្ជបណ្ឌិតឯកទេសរោគស្ត្រីនៃមន្ទីរពេទ្យ Gleneagles ចង់ដឹងថាតើអ្វីទៅជាវិបត្តិទប់ទឹកនោមមិនបានរបស់ស្ត្រីថាបញ្ហានេះវាអាចនឹងបង្កផលប៉ះពាល់យ៉ាងដូចម្តេចខ្លះសូមអនុញ្ញាតជួបជាមួយនឹងលោកប្រចាំបណ្ឌិតដូចតទៅចាជម្រាបសួរ Hi doctor Hello Thank you for joining today Pleasure ចានឹងខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថានៅថ្ងៃនេះលោកប្រចាំបណ្ឌិតនិយាយជាភាសាអង់គ្លេសប៉ុន្តែយើងក៏មានបកប្រែជាភាសាខ្មែរសម្រាប់លោកនាងនៅក្នុងការតាមដានក៏ដូចជាស្វែងយល់បន្ថែមឲ្យកាន់តែពិស្ដារចាប៉ុន្តែថាអ្វីដែលយើងនឹងជជែកគ្នាតាក់ទងទៅនឹងបញ្ហាមួយនេះថ្មីមែនតើលោកប្រចាំបណ្ឌិតបើតាមនាងខ្ញុំធ្លាប់សម្ភាសជាមួយនឹងវិជ្ជបណ្ឌិតជំនាញដូច្នេះជាដំបូងនេះសូមឲ្យលោកវិជ្ជបណ្ឌិតណែនាំអំពីជំនាញរបស់លោកវិជ្ជបណ្ឌិតបន្តិចចាស់ជូនដល់ទស្សនិកជន Hi I'm Professor Dr. Christopher Chong from Singapore បាទក៏សូមគោរពនឹងជម្រាបសួរខ្ញុំបាទវិជ្ជបណ្ឌិតសាស្ត្រាចារ្យ Christopher Chong ខ្ញុំមានជំនាញឯកទេសផ្នែកសម្ភពនិងរោគស្ត្រីជាទូទៅប្រសិនបើយើងនិយាយថាពាក្យថារោគស្ត្រីគឺមានន័យថាគឺជាជំងឺទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងជំងឺរបស់មនុស្សស្រីដូចជាការវិបត្តិនៃការមករដូវការដែលមានដុំឬក៏គិសនៅក្នុងស្បូនរបស់គាត់នឹងគឺជាផ្នែករបស់រោគស្ត្រីបើពាក់ព័ន្ធទៅនឹងសម្ភពគឺអ្វីដែលពាក់ព័ន្ធទៅនឹងទារកការបង្កើតកូនហ្នឹងឯងហើយចំពោះ Urogynecology គឺជា sub specialist គឺជាឯកទេសជំនាញរបស់ខ្ញុំហើយខ្ញុំចង់ចែករំលែកថាហេតុអីបានជាយើងត្រូវបង្កើតនៅ sub specialist urogynecologist នឹងកើតឡើងដោយសារតែជាទូទៅប្រសិនបើយើងមានបញ្ហាផ្លោកនោមជាទូទៅយើងតែងតែចង់ជួបជាមួយនឹងគ្រូពេទ្យឯកទេសផ្នែកតម្រង់នោមឬក៏ហើយចំពោះបើសិនជាយើងមានករណីពាក់ព័ន្ធទៅនឹងដុំនៅក្នុងស្បូនឬក៏បញ្ហាស្បូនយើងតែងតែចង់ទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសផ្នែករោគស្ត្រីអញ្ចឹងបើសិនបើយើងមានបញ្ហាពាក់ព័ន្ធទៅនឹងrectum ទ្វារលាមកអញ្ចឹងយើងអាចទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសវះកាត់ផ្នែកពោះវៀនធំអីចឹងទៅអញ្ចឹងក្នុងហ្នឹងគឺមានន័យថាបញ្ហា3ហ្នឹងគឺសរីរាង្គ3ហ្នឹងគឺតែងតែជាប់ពាក់ព័ន្ធជាមួយគ្នាដោយសារតែសាច់ដុំចិញ្ចាំងសាច់ដុំហ្នឹងគឺនៅជាប់គ្នាអញ្ចឹងក្នុងចំណោមសរីរាង្គមួយណាដែលមានបញ្ហាអាចនឹងមានផលប៉ះពាល់ដល់សរីរាង្គ2ផ្សេងទៀតដូច្នេះមានន័យថាបើសិនជាយើងមានបញ្ហា3នេះយើងអាចនឹងត្រូវទៅជួបគ្រូពេទ្យដល់ទៅ3នាក់3ឯកទេសដូច្នេះសម្រាប់sub specialist urogynecology មានន័យថាបើសិនជាអ្នកជំងឺមានបញ្ហាលើសរីរាង្គទាំង3ហ្នឹងគឺអាចជួបតែម្នាក់ដែលជាគ្រូពេទ្យ urine gynecologist ហ្នឹងគឺអាចនឹងដោះស្រាយបញ្ហាទាំង3ហ្នឹងបានតែម្ដងដូច្នេះហើយនេះគឺជាអ្វីដែលយើងបានអភិវឌ្ឍនៅ sub specialist នេះឡើងដើម្បីជួយព្យាបាលដល់អ្នកជំងឺដែលមានបញ្ហាវិបត្តិទាំងអស់នេះហើយខ្ញុំគឺជាគ្រូពេទ្យដែលមាន sub specialist នេះនៅក្នុងតំបន់អាស៊ីហើយខ្ញុំបានចាប់ផ្ដើមurogynecology ផ្នែកហ្នឹងគឺច្រើនឆ្នាំមកហើយ started this urogynecology more than 20 years ago អញ្ចឹងតាមរយៈការណែនាំរបស់លោកវិជ្ជបណ្ឌិតយើងមើលឃើញថាវាមានបញ្ហាជាច្រើនដែលកើតឡើងទៅលើស្ត្រីជាពិសេសឥឡូវនេះសម្រាប់បងប្អូនស្ត្រីរបស់ខ្មែរចាគឺមានការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងការថែរក្សាសុខភាពអញ្ចឹងចង់ឲ្យលោកវិជ្ជបណ្ឌិតជម្រាបជូនបន្តិចថាតើអ្វីទៅជាបញ្ហាដែលជួបញឹកញាប់ទៅលើសុខភាពស្ត្រីហើយថាតើស្ត្រីគួរតែយល់ដឹងអំពីបញ្ហាសុខភាពស្ត្រីទៅលើចំណុចអ្វីខ្លះដែរ So in urogynecology we deal with very commonly with urine leakage ចំពោះបញ្ហាដែលកើតមានញឹកញាប់ជាមួយនឹងបញ្ហាដែលអ្នកជំងឺគាត់មានវិបត្តិនឹងដែលមិនអាចទប់ទឹកនោមបានមានន័យថាទឹកនោមរបស់គាត់នឹងត្រូវលិចចេញមកនៅពេលដែលគាត់ក្អកឬក៏គាត់កណ្ដាស់គាត់រត់ឬក៏គាត់លោតដូច្នេះហើយដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងជាមួយនឹងអ្នកជំងឺដែលគាត់មានគេហៅថាបញ្ហាមិនអាចទប់នោមបានមានន័យថាបើសិនជាគាត់ទប់នោមគាត់នឹងត្រូវលិចនោមមកតែម្ដងដូច្នេះពាក់ព័ន្ធទៅនឹងបញ្ហានេះយើងក៏អាចមើលឃើញនៅបញ្ហា
ផ្សេងមួយចំនួនដូចជាការស្រុតឬក៏ការលូននៅសរីរាង្គនៅក្នុងតំបន់អាងតកៀរបស់ស្ត្រីចេញមកក្រៅដូចជាស្បូនដូចជាផ្លោកនោមឬក៏ទ្វារឌីមុខដែលអាចលៀនចេញមកតាមរយៈប្រដាប់ភេទរបស់ស្ត្រីទ្វារមាសអញ្ចឹងចំពោះបញ្ហាផ្សេងទៀតដែលខ្ញុំតែងតែជួបប្រទះគឺពាក់ព័ន្ធទៅនឹងការដែលគាត់បត់ជើងតូចឬក៏នោមនឹងខុសប្រក្រតីមានន័យថាអ្នកជំងឺអត់អាចបត់ជើងតូចមកអស់ទេគឺតែងតែចើឬក៏សល់ទឹកនោមនៅក្នុងផ្លោកនោមអ្នកជំងឺពេលខ្លះគាត់មានបញ្ហាឈាមនៅក្នុងទឹកនោមឬក៏គាត់មានការលាប់ឡើងវិញនៅការបង្ករោគនៅតាមផ្លូវនោមជាច្រើនហើយបញ្ហាធំមួយទៀតដែលមនុស្សគ្រប់គ្នាមិនសូវជាចូលចិត្តលើកយកមកជជែកវែកញែកនោះគឺពាក់ព័ន្ធទៅនឹងវិបត្តិនៅក្នុងការរួមដំណេកខ្ញុំចង់បញ្ជាក់ថាវាគឺជារឿងមួយដែលសំខាន់ដែលយើងអាចចែករំលែកទៅដល់អ្នកស្ដាប់ឲ្យបានដឹងថានេះគឺជាបញ្ហាដែលកើតមានញឹកញាប់សម្រាប់មនុស្សគ្រប់គ្នាដែលជាពាក្យច្រើនគឺពួកគាត់តែងតែលាក់ទុកខ្លួនឯងហើយអត់ដឹងថាគួរតែធ្វើម៉េចឬក៏មិនដឹងថាគួរតែទៅព្យាបាលនៅកន្លែងណាឲ្យបានល្អប្រសើរដូច្នេះខ្ញុំសង្ឃឹមថាតាមរយៈកម្មវិធីនេះអាចនឹងចែករំលែកនឹងជួយឲ្យសាធារណជនទាំងអស់បានស្វែងយល់ពីបញ្ហានេះហើយនឹងបានដឹងថាបញ្ហានេះនឹងត្រូវបានព្យាបាលតាមវិធីសាមញ្ញទេហើយងាយស្រួលផងដែរ There are simple ways to cure a person from all these problems. អញ្ចឹងមានបញ្ហាជាច្រើនជាពិសេសសម្រាប់វិបត្តិចំនួន2ដែលលោកប្រចាំបណ្ឌិតបានលើកឡើងក៏ដូចជាយើងក៏ផ្ដោតសំខាន់ផងដែរទៅលើប្រធានបទនៅក្នុងថ្ងៃនេះតកតងទៅនឹងវិបត្តិទប់ទឹកនោមមិនបានរបស់ស្ត្រីនិងបញ្ហាស្រោតស្បូននេះផងដែរអញ្ចឹងចង់ដឹងថាយោងទៅតាមជំនាញវិជ្ជាជីវៈដែលជាឯកទេសរបស់លោកប្រចាំបណ្ឌិតផ្ទាល់ថាតើនៅក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះសម្រាប់វិធីសាស្ត្រនៅក្នុងការព្យាបាលទៅតាមបច្ចេកវិទ្យាថ្មីទៅលើវិបត្តិទាំងពីរនេះធ្វើឡើងយ៉ាងដូចម្តេចខ្លះដែរចា៎ So basically there are few things that happen in the last 10 to 20 years that really help a woman. បាទក៏សូមអរគុណចំពោះសំណួរដែរដូច្នេះតាមការសង្កេតឃើញនៅតាមរយៈពេលថ្មីនេះប្រហែលឆ្នាំចុងក្រោយហ្នឹងអ្វីដែលយើងក៏សម្គាល់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវដែលយើងអាចព្យាបាលទៅដល់អ្នកជំងឺជាពិសេសអាចជួយលើកកម្ពស់សុខភាពរបស់មនុស្សស្រីឲ្យបានប្រសើរហ្នឹងគឺទីមួយគឺពាក់ព័ន្ធទៅនឹងវិបត្តិនៃការទប់ទឹកនោមដែលអ្នកជំងឺអាចនឹងលេចទឹកនោមនៅពេលដែលគាត់ប្រឹងក្អកនៅពេលដែលគាត់កណ្ដាស់អញ្ចឹងទៅវាគឺជាបញ្ហាមួយដែលយើងជួបញឹកញាប់ជាងគេដូច្នេះនៅក្នុងប្រហែលឆ្នាំចុងក្រោយនេះពួកយើងអាចធ្វើបានជាមួយនឹងការប្រើប្រាស់នៅការវះឬក៏ការប្រើប្រាស់ជាមួយនឹង sling surgery អញ្ចឹងមានន័យថា sling surgery នេះគឺជាប្រសិទ្ធភាពមួយដែលគឺជាយន្តការមួយដែលយើងអាចធ្វើការវះកាត់ជូនរបស់អ្នកជំងឺដោយប្រើប្រាស់រយៈពេលខ្លីប្រហែលត្រឹមតែ10នាទីអីទេហើយមិនមានផលវិបាកអីសម្រាប់អ្នកជំងឺទេក្រោយពីវះហើយការជោគជ័យនោះគឺមានអត្រាខ្ពស់ជាទូទៅការអត្រានៃភាពជោគជ័យទៅលើការប្រើប្រាស់នៃការវះកាត់ sling surgery នេះអាចមានដល់ 95% ចំពោះមនុស្សស្រីហើយចំពោះខ្ញុំជាគ្រូពេទ្យគឺខ្ញុំបានធ្វើការវះកាត់នៅបច្ចេកទេសរបៀបនេះតាំងពីឆ្នាំ1998ហើយខ្ញុំយល់ឃើញថាវាមានភាពជោគជ័យច្រើនសម្រាប់ប្រសិទ្ធភាពមួយនេះហើយចំពោះការវះកាត់នេះផងដែរគឺវាជាការវះកាត់មួយដែលសាមញ្ញមិនមានការឈឺចាប់អីទេហើយវាអាចជួយឲ្យមនុស្សជាច្រើនគឺមានគុណភាពជីវិតនោះប្រសើរឡើងបានច្រើនមែនទែនគឺវាអាចជួយទៅដល់អ្នកជំងឺដែលគាត់មានបញ្ហាវិបត្តិនៃការទប់ទឹកនោមចំពោះបញ្ហាបន្ទាប់គឺអ្វីដែលខ្ញុំចង់លើកឡើងគឺពាក់ព័ន្ធទៅនឹងជំងឺនៃការស្រុតឬក៏ការលូននៃសរីរាង្គនៅក្នុងលអាងត្រគាករបស់មនុស្សស្រីចេញមកក្រៅអញ្ចឹងសរីរាង្គណាខ្លះដែលខ្ញុំនឹងលើកយកទី1អាចនឹងពាក់ព័ន្ធទៅនឹងស្បូនទី2អាចពាក់ព័ន្ធទៅនឹងផ្លោកនោមទី3អាចពាក់ព័ន្ធទៅនឹងទ្វារលិមុខដែលអាចនឹងលៀនឬក៏លូនចេញមកក្រៅតាមរយៈសរីរាង្គបន្តពូជរបស់មនុស្សស្រីហើយវាគឺជារឿងមួយដែលយើងនៅតែខិតខំប្រឹងប្រែងដើម្បីធ្វើវាឲ្យល្អជាងនឹងទៀតពីព្រោះថារាល់ការវះកាត់ទៅលើបញ្ហាទាំងអស់នេះគឺវាមិនងាយស្រួលទេគឺវាខុសពីការវះកាត់ឧទាហរណ៍ដូចពាក់ព័ន្ធទៅនឹងបញ្ហារលាកខ្នែងពោះវៀន
នៅពេលដែលយើងវះកាត់ហើយគឺយើងនឹងលែងមានបញ្ហារលាកខ្នែងពោះវៀននឹងទៀតហើយប៉ុន្តែចំពោះរឿងរ៉ាវដែលបានរៀបរាប់ខាងលើមិញហ្នឹងគឺមានន័យថាវានឹងអាចត្រឡប់មកវិញទោះបីជាយើងធ្វើការវះកាត់ដើម្បីដោះស្រាយបញ្ហានៃការស្រុតឬក៏ការលូនទៅលើស្បូនទៅលើផ្លោកនោមនឹងរួចរាល់ម្ដងហើយក៏ដោយប៉ុន្តែជំងឺហ្នឹងអាចនឹងលាប់ឬក៏លូនធ្លាក់មកវិញសាជាថ្មីដូច្នេះចំពោះបច្ចេកវិទ្យាចុងក្រោយដែលខ្ញុំចង់ណែនាំទៅសាធារណជនទាំងអស់ហ្នឹងគឺជាការធ្វើ mesh surgery ហ្នឹងគឺជា technique ចុងក្រោយគេបង្អស់ក្នុងរយៈពេលប្រហែលជាង10ឆ្នាំចុងក្រោយហ្នឹងគឺយើងប្រើប្រាស់ mesh surgery ដោយយើងបានទទួលបានជោគជ័យខ្ពស់ចំពោះអ្នកជំងឺដែលគាត់មានបញ្ហាស្រុតឬក៏លូនទៅលើសរីរាង្គនៅក្នុងលំអន្តិកិរបស់គាត់ដូច្នេះហើយជាទូទៅគឺវាអត់មានបញ្ហាអីច្រើនទេសម្រាប់ការធ្វើ mesh surgery ហ្នឹងប៉ុន្តែនៅខ្ញុំសង្កេតឃើញថាមានផលវិបាកមួយចំនួនសម្រាប់ប្រទេសមួយចំនួនដែលប្រជាជនដែលគ្រូពេទ្យឬក៏វេជ្ជបណ្ឌិតនៅក្នុងប្រទេសនោះមិនទទួលបានការបណ្ដុះបណ្ដាលឲ្យបានត្រឹមត្រូវនៅក្នុងការអនុវត្តទៅលើការវះកាត់ប្រភេទ mesh surgery នេះដូច្នេះហើយក៏បណ្ដាលឲ្យការវះកាត់ទាំងអស់នោះគឺមិនទទួលបានជោគជ័យទេហើយបណ្ដាប្រទេសមួយចំនួនទៀតនោះក៏មានការហាម5មិនឲ្យអនុវត្តទៅលើគោលការណ៍នៃការវះកាត់បែបនេះជាក់ស្ដែងដូចជានៅក្នុងប្រទេសអូស្ត្រាលីឬក៏ញូហ្សេឡង់ក៏មិនបានក៏គេបានហាមមិនឲ្យធ្វើដែរប៉ុន្តែនៅក្នុងប្រទេសសិង្ហបុរីវិញគឺពួកយើងមានការវឹកហាត់និងជំនាញច្បាស់លាស់នៅជាមួយនឹងអ្នកជំងឺហើយយើងអាចធ្វើមកបានដោយលទ្ធផលល្អច្រើនមែនទែនដូច្នេះហើយប៉ុន្តែវាល្អសម្រាប់ case ណាដែលយើង select មានន័យថា case អ្នកជំងឺដែលត្រូវធ្វើហ្នឹងគឺនៅពេលដែលយើងមើលពិចារណាគ្រប់ជ្រុងជ្រោយទៅថាអ្នកជំងឺគួរតែធ្វើអាហ្នឹងគួរតែធ្វើ mesh surgery ហ្នឹងអញ្ចឹងមានន័យថាអត្រាជោគជ័យរបស់អ្នកជំងឺខ្ពស់ដូច្នេះហើយនៅប្រទេសសិង្ហបុរីគឺយើងមានការរឹតបន្តឹងខ្លាំងមែនទែនថាទៅលើវិជ្ជបណ្ឌិតរូបណាដែលនឹងត្រូវធ្វើការបណ្ដុះបណ្ដាលហើយទៅលើពាក់ព័ន្ធទៅលើ procedure នៃការវះកាត់ហ្នឹងដូច្នេះចង់ជម្រាបផងដែរថានៅក្នុងប្រទេសសិង្ហបុរីមានគ្រូពេទ្យត្រឹមតែ2ទៅ3នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យមានសិទ្ធិនៅក្នុងការធ្វើ mesh surgery ហ្នឹងហើយនៅក្នុងហ្នឹងគឺមានខ្ញុំម្នាក់ផងដែរនៅក្នុងចំណោម3នាក់ហ្នឹងបាទពីព្រោះអីខ្ញុំបានធ្វើការបណ្ដុះបណ្ដាលទៅលើយន្តការហ្នឹងបានជ្រាលជ្រៅហើយខ្ញុំបានយល់ពីវាហើយរឿងរ៉ាវដែលសំខាន់មួយទៀតដែលខ្ញុំចង់លើកឡើងនោះគឺជាការដែលអ្នកជំងឺមិនអាចពាក់ព័ន្ធទៅនឹងវិបត្តិនៃការទប់ទឹកនោមមានន័យថាអ្នកជំងឺអាចគ្រប់គ្រងទឹកនោមបានទេមានន័យថាពេលខ្លះគាត់ពិបាកនៅក្នុងការទប់ទឹកនោមដូច្នេះបច្ចេកវិទ្យានិងវិធីសាស្ត្រនៃការព្យាបាលចុងក្រោយដែលយើងតែងតែអនុវត្តទៅអ្នកជំងឺគឺការប្រើប្រាស់នៅសារជាតិ Botox មានន័យថាសារជាតិ Botox យើងធ្លាប់តែឮថាគេប្រើប្រាស់ដើម្បីចាក់ទៅលើមុខឬក៏ដើម្បីកែប្រែនៅបញ្ហាសម្ផស្សមួយចំនួនប៉ុន្តែ Botox នៅកន្លែងនេះគឺយើងប្រើប្រាស់ដើម្បីចាក់ទៅលើក្នុងផ្លោកនោមដើម្បីជួយឲ្យផ្លោកនោមហ្នឹងកុំឲ្យមានការកន្ត្រាក់នៅក្នុងការបញ្ចេញទឹកនោមខុសពេលវេលាឲ្យផ្លោកនោមហ្នឹងមានសភាព relax សម្រាប់ឲ្យបានសម្រាប់ហើយអញ្ចឹងមានន័យថាអ្នកជំងឺហ្នឹងគាត់នឹងលែងមានអារម្មណ៍ចង់ទៅនោមឬក៏នោមញឹកខុសប្រក្រតីទៀតហើយចំពោះរឿងរ៉ាវមួយទៀតដែលខ្ញុំបានអនុវត្តធ្វើในពេលចុងក្រោយនេះប្រហែលឆ្នាំចុងក្រោយនេះគឺការប្រើប្រាស់ laser សម្រាប់ធ្វើការព្យាបាលទៅលើមនុស្សស្រីដែលគាត់មានវិបត្តិនៅក្នុងការស្ងួតនៅសរីរាង្គបន្តពូជរបស់គាត់ដូច្នេះនៅពេលណាដែលមនុស្សស្រីគាត់មានវិបត្តិនៅក្នុងការស្ងួតទៅលើសរីរាង្គរបស់គាត់បែបហ្នឹងគឺអ្វីដែលមនុស្សស្រីទទួលបានគឺមានន័យថាគាត់មានភាពឈឺចាប់នៅពេលដែលគាត់ត្រូវបានគេងជាមួយដៃគូរបស់គាត់មានអារម្មណ៍ថា discomfort នៅពេលដែលគាត់នោមហើយ sometimes គឺពេលខ្លះគាត់ងាយនឹងដោយសារតែស្ថានភាពភ្នាសស្បែករបស់សរីរាង្គរបស់គាត់នៅពេលដែលស្ងួតខ្លាំងធ្វើឲ្យស្ដើងអញ្ចឹងកាលណាស្ដើងគាត់ងាយនឹងមានការបង្ករោគហើយរឿងដែលពិសេសបំផុតនោះគឺគាត់មានការឈឺចាប់រាល់ពេលដែលគាត់រួមភេទឬក៏មានការរស់នៅជាមួយនឹងដៃគូរបស់គាត់
ដូច្នេះ laser therapy ការព្យាបាលតាមរយៈប្រព័ន្ធ laser គឺត្រូវបានធ្វើបើសិនជាអ្នកជំងឺត្រូវព្យាបាលគឺយើងធ្វើនៅ clinic យើងហ្នឹងហើយចំណាយពេលត្រឹមតែប្រហែលជាតែ2-3នាទីទេហើយអត់មានការឈឺចាប់ហើយវាអាចជួយមនុស្សបានច្រើនជាមួយនឹងបញ្ហានៃការស្ងួតទៅលើសរីរាង្គប្រដាប់បន្តពូជរបស់មនុស្សស្រីហើយការព្យាបាលនេះគឺវាពិតជាល្អដែលអាចលើកកម្ពស់នូវគុណភាពជីវិតហើយនឹងអាចផ្ដល់នៅគុណភាពនៃជីវិតពាក់ព័ន្ធទៅនឹងផ្លូវភេទរបស់មនុស្សស្រីឲ្យវិលត្រឡប់មកវិញបានយ៉ាងល្អប្រសើរផងដែរ and improve their life quality of life especially sexual quality of life ចាអញ្ចឹងយើងមើលឃើញថាលោកវិជ្ជបណ្ឌិតគឺពិតជាមានជំនាញអ្វីដែលនាងខ្ញុំចាប់អារម្មណ៍ជុំវិញវិជ្ជបណ្ឌិតជំនាញទៅលើបញ្ហាទាំងអស់នេះគឺមានត្រឹមតែ3នាក់ទេអញ្ចឹងលោកវិជ្ជបណ្ឌិតម្នាក់នៅក្នុងចំណោម3នាក់ហ្នឹងដែលមានជំនាញនៅក្នុងការព្យាបាលព្រោះថានាងខ្ញុំជឿជាក់ថាស្ត្រីគ្រប់រូបគឺនៅពេលដែលឮអំពីបញ្ហាស្ត្រីគឺមានការព្រួយបារម្ភមែនទែនហើយជាពិសេសថាតើការព្យាបាលហ្នឹងវាអាចនឹងមានប្រសិទ្ធភាពកម្រិតណាអាចឡើងវិញដែរឬទេប៉ុន្តែអ្វីដែលលោកវិជ្ជបណ្ឌិតបានលើកឡើងអញ្ចឹងថាការដែលមានការវិវត្តថ្មីទៅលើបច្ចេកវិទ្យានៅក្នុងការព្យាបាលជំងឺជាពិសេសផ្ដោតទៅលើជំងឺគេហៅថាវិបត្តិទប់ទឹកនោមមិនបានរបស់ស្ត្រីនិងស្រុតស្បូនក្តីគឺព្យាបាលគឺកាន់តែមានភាពងាយស្រួលនិងមិនធ្វើឲ្យអ្នកជំងឺនឹងមានការឈឺចាប់នោះទេអញ្ចឹងឥឡូវចូលមកដល់ខាងការធ្វើរោគវិនិច្ឆ័យវិញសូមលោកវិជ្ជបណ្ឌិតជម្រាបជូនបន្តិចដោយសារតែនាងខ្ញុំជឿជាក់ថាបញ្ហាអនេះគឺមានស្រដៀងជាមួយនឹងអាការៈផ្សេងនៃជំងឺផ្សេងទៀតអញ្ចឹងនៅពេលដែលធ្វើរោគវិនិច្ឆ័យលោកវិជ្ជបណ្ឌិតមានការកំណត់ឬក៏ការធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេចខ្លះដើម្បីអាចគ្រប់គ្រងទៅលើបញ្ហាទាំងអស់នេះបានចា៎ Overactive bladder is a complaint of frequency បាទក៏សូមអរគុណចំពោះសំណួរពាក់ព័ន្ធទៅនឹងបញ្ហាជំងឺ overactive bladder មានន័យថាជាប្រភេទជំងឺដែលអ្នកជំងឺហ្នឹងគឺគាត់ត្រូវការបត់ជើងញឹកឬក៏ពេលខ្លះអ្នកជំងឺអាចទប់នោមបានទេនៅពេលដែលគាត់ឈឺនោមគាត់ទៅហត់ទៅប្រគល់ភ្លាមបើមិនអញ្ចឹងទេគាត់នឹងត្រូវលិចនៅចេញនៅទឹកនោមដូច្នេះវាគឺជាបញ្ហាដែលជួបញឹកញាប់ច្រើនហើយជាទូទៅយើងអាចកំណត់ធ្វើការរោគវិនិច្ឆ័យទៅលើជំងឺប្រភេទនឹងបានតាមរយៈការតេស្តទៅលើផ្លោកនោមរបស់យើងហើយនឹងការប្រើប្រាស់នៅការសិក្សាតាមរយៈ Urodynamic ដោយបច្ចេកទេសនៃការធ្វើហ្នឹងគឺយើងមានដាក់បំពង់ទីបចូលទៅក្នុងផ្លោកនោមរបស់យើងហើយបន្ទាប់មកទៀតយើងអាចដាក់បំពង់ទីបចូលទៅក្នុងផ្លូវលិមុខរបស់យើងហើយយើងនឹងបង្ហូរទឹកបន្ទាប់មកយើងនឹងមើលពីលំហូរទឹកនេះតាមរយៈប្រព័ន្ធកុំព្យូទ័ររបស់យើងដូច្នេះយើងនឹងអាចធ្វើការកំណត់រោគវិនិច្ឆ័យទៅលើបញ្ហាហ្នឹងហើយនឹងមូលហេតុនៃបញ្ហាហ្នឹងបានដូចគ្នាអញ្ចឹងវាគឺជារឿងសំខាន់មួយដែលយើងត្រូវប្រើប្រាស់ម៉ាស៊ីននៅក្នុងការធ្វើរោគវិនិច្ឆ័យហើយនឹងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីកុំឲ្យធ្វើរោគវិនិច្ឆ័យខុសប្រសិនបើអ្នកជំងឺទទួលបានការធ្វើរោគវិនិច្ឆ័យខុសឬក៏ការព្យាបាលខុសនោះអ្នកជំងឺនឹងអាចវិវត្តឲ្យកាន់តែមានសភាពមិនល្អសម្រាប់បញ្ហាសុខភាពមួយហ្នឹងដូច្នេះចំពោះការធ្វើរោគវិនិច្ឆ័យពាក់ព័ន្ធទៅនឹងជំងឺ overactive bladder មានថាជំងឺដែលផ្លោកនោមរបស់យើងហ្នឹងគឺបញ្ចេញនៅសកម្មភាពលើសហួសហេតុតាមរយៈកុំព្យូទ័រហ្នឹងគឺយើងត្រូវធ្វើរោគវិនិច្ឆ័យតាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រហើយចំពោះការព្យាបាលវិញយើងអាចប្រើប្រាស់តាមរយៈការប្រើប្រាស់ថ្នាំបើក្នុងករណីការប្រើប្រាស់ថ្នាំមិនបានជោគជ័យទេយើងអាចពិចារណានៅក្នុងការជ្រើសរើសមូលគីថ្នាំផ្សេងទៀតដើម្បីមកធ្វើការព្យាបាលប៉ុន្តែក្នុងនោះប្រសិនបើការព្យាបាលថ្នាំនៅតែមិនបានជោគជ័យទៀតយើងអាចប្រើប្រាស់ស្កូបដែលដាក់ចូលទៅក្នុងផ្លោកនោមរបស់យើងដើម្បីចង់ដឹងថាតើផ្លោកនោមរបស់យើងមានបញ្ហាអីគេហើយពេលខ្លះយើងក៏អាចរកឃើញរោគវិនិច្ឆ័យពាក់ព័ន្ធនឹងជំងឺធំមួយចំនួនដូចជាជំងឺមហារីកផ្លោកនោមនៅក្នុងពេលយើងធ្វើនឹងផងដែរហើយចំពោះយន្តការនេះជាទូទៅអ្នកជំងឺនឹងត្រូវបានប្រើប្រាស់ថ្នាំសណ្ដំឲ្យគាត់សន្លប់ដើម្បីធ្វើចលនាការនេះផងដែរចំពោះការព្យាបាលពេលខ្លះយើងអាចនឹងប្រើប្រាស់សារជាតិ Botox ដែលចាក់ទៅលើផ្នែកផ្សេងៗរបស់ផ្លោកនោមរបស់យើងក្នុងការដែលជួយឲ្យផ្លោកនោមរបស់យើងនឹងមានការសម្រាកកុំឲ្យផ្លោកនោមរបស់យើងនឹងកន្ត្រាក់ច្រើនញឹកញាប់ពេកដែលជំរុញឲ្យអ្នកជំងឺគាត់កំឈឺនោមញឹកញាប់ដូច្នេះអ្នកជំងឺគាត់អាចមានឱកាសនៅក្នុងការជាច្រើនពាក់ព័ន្ធទៅនឹងប្រសិទ្ធគោលការណ៍នៃការព្យាបាលដែលបានរៀបរាប់ខាងលើនេះ training so that the patient can have a chance of recovery អញ្ចឹងតាមរយៈការលើកឡើងរបស់លោកវិជ្ជបណ្ឌិតយើងមើលឃើញថាការធ្វើរោគវិនិច្ឆ័យគឺធ្វើឡើងប្រកបដោយយកចិត្តទុកដាក់និងមានការប្រយ័ត្នប្រយែងមែនទែន
ដើម្បីឈានទៅដល់ការគ្រប់គ្រងនៅវិបត្តិមួយនេះបានអញ្ចឹងចង់ឲ្យលោកប្រចាំបណ្ឌិតចែករំលែកនៅបទពិសោធន៍បន្តិចនេះខ្ញុំជឿជាក់ថាលោកប្រចាំបណ្ឌិតក៏ជួបជាមួយនឹងអ្នកជំងឺដែលជួបវិបត្តិនេះច្រើនថាតើនៅពេលដែលស្ត្រីដែលគាត់ជាបាលហើយនឹងឈានទៅដល់ការជាសះស្បើយហ្នឹងវាមានលក្ខណៈយ៉ាងម៉េចហើយពួកគាត់មានការលើកឡើងយ៉ាងម៉េចដែរនៅពេលដែលជំងឺរបស់គាត់ជាសះស្បើយយ៉ាងដូចនេះ So the prevalence of urinary incontinence on sneezing, coughing, running ពាក់ព័ន្ធទៅនឹងចំនួនប្រេវឡង់របស់អ្នកជំងឺដែលមានបញ្ហាវិបត្តិផ្លូវនោមហើយអ្នកជំងឺខ្លះគាត់បានលេចទឹកនោមនៅពេលដែលគាត់ក្អកឬក៏កណ្ដាស់ភាគច្រើនចំនួនស្ថិតិដែលបានស្រង់នេះគឺត្រូវបានស្រង់នៅសិង្ហបុរីហើយធ្វើការស្រង់ដោយខ្ញុំបាត់ផ្ទាល់អញ្ចឹងជាលទ្ធផលចំពោះអ្នកជំងឺប្រមាណជាង 3,500 នាក់នៅក្នុងនោះអ្នកជំងឺយើងសង្កេតឃើញថាមានអ្នកជំងឺមានវិបត្តិនៅក្នុងការលេចទឹកនោមហ្នឹងច្រើនគូសំអញ្ចឹងហើយវាគឺជារឿងដែលកើតឡើងច្រើនហើយក៏ខ្ញុំក៏បានរកឃើញថា 50% នៃអ្នកជំងឺដែលមានវិបត្តិនៅក្នុងការទប់ទឹកនោមហ្នឹងគឺគាត់អាចនឹងមានបញ្ហាលូននៅសរីរាង្គក្នុងអន្តរកាកស្បូនរបស់គាត់ហើយដែលឡែកប្រសិនជាបើយើងសង្កេតមើល 50% នៃអ្នកជំងឺដែលមានបញ្ហាស្រុតនៅសរីរាង្គក្នុងអន្តរកាកនោះក៏អាចវិវត្តមកទៅជាអ្នកជំងឺដែលមានវិបត្តិនៅក្នុងការទប់ទឹកនោមដូចគ្នាដូច្នេះហើយវាគឺជាបញ្ហាដែលយើងជួបញឹកញាប់ច្រើនហើយក៏ជាបញ្ហាធំបើទោះបីជាវាមិនមែនជាបញ្ហាដែលអាចគំរាមកំហែងអាយុជីវិតដែលធ្វើឲ្យអ្នកជំងឺស្លាប់ដូចជាជំងឺមហារីកក៏ពិតមែនប៉ុន្តែវាអាចប៉ះពាល់ទៅដល់គុណភាពនៃការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺដែលឡែកសម្រាប់ការសិក្សារបស់ខ្ញុំបានរកឃើញថាមានមនុស្សជាច្រើននៅតែមានភាពអៀនខ្មាស់នៅក្នុងការជជែកវែកញែកអំពីបញ្ហារបស់ពួកគាត់ពីព្រោះពួកគាត់មិនសូវជាបានដឹងថាតើគួរទៅព្យាបាលកន្លែងណាល្អជាមួយអ្នកណាល្អនោះទេហើយអញ្ចឹងចំពោះអ្នកជំងឺក៏អត់ដឹងថាការព្យាបាលតាមពិតការព្យាបាលគឺសាមញ្ញទេហើយអត្រាជោគជ័យគឺខ្ពស់វាអត់មានផលរំខានអីទៅថ្ងៃក្រោយសម្រាប់អ្នកជំងឺទេដូច្នេះហើយខ្ញុំគិតថានេះគឺជាវេទិកាមួយជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំនៅក្នុងការជួយបណ្ដុះបណ្ដាលបន្ថែមទៅដល់វិជ្ជបណ្ឌិតកម្ពុជាដើម្បីឲ្យពួកយើងមានឱកាសរួមគ្នានៅក្នុងការជួយឲ្យអ្នកជំងឺបានប្រសើរឡើងច្រើនឡើងចំពោះរឿងរ៉ាវផ្សេងមួយចំនួនដែលយើងកំពុងតែប្រឹងប្រែងក្នុងការធ្វើវាឲ្យល្អគឺពាក់ព័ន្ធទៅនឹងបញ្ហានៃការស្រុតឬក៏លូនសរីរាង្គនៅក្នុងលអាំងត្រគាកចេញមកក្រៅចំពោះស្ត្រីដូច្នេះការព្យាបាលគឺមិនទាន់បានសម្រេច 100% ទេហើយវានៅតែមានបញ្ហាលាប់មកវិញក្រោយពីយើងធ្វើការព្យាបាលគាត់ហើយនៅតែអាចភាគរយនៃការស្រុតឬក៏ការលូននៃសរីរាង្គនៅតែកើតមានដដែលដូច្នេះហើយការទទួលការព្យាបាលជាលើកទី1ខ្ញុំចង់មានន័យថាក្នុងករណីអ្នកជំងឺគាត់ទៅរកការព្យាបាលដំបូងរបស់គាត់ហ្នឹងគឺសំខាន់បំផុតបើសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលដែលមានបច្ចេកទេសល្អត្រឹមត្រូវការវះកាត់នឹងអត់មានបច្ចេកទេសល្អនោះទេនោះបើទោះបីជាគាត់លើកទី2គាត់ស្រុតអញ្ចឹងគាត់មកជួបខ្ញុំជាលើកទី2ខ្ញុំនឹងមិនអាចជួយឲ្យការវះកាត់របស់គាត់នឹងមានអត្រាជោគជ័យខ្ពស់បានដូចគ្នាដូច្នេះហើយអ្វីដែលសំខាន់គឺការជួបពិនិត្យនិងព្យាបាលជាមួយវិជ្ជបណ្ឌិតដែលមានជំនាញឯកទេសច្បាស់លាស់និងការប្រើប្រាស់បច្ចេកទេសល្អត្រឹមត្រូវគឺជារឿងមួយដែលសំខាន់ដូច្នេះខ្ញុំចង់ចែករំលែកសម្រាប់ករណីរបស់អ្នកជំងឺដែលរបស់ខ្ញុំម្នាក់គាត់អាយុ58ឆ្នាំហើយករណីនេះគឺត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មានរបស់ប្រទេសសិង្ហបុរីដោយសារតែគាត់មកជួបខ្ញុំនោះគឺដោយសារតែគាត់មានវិបត្តិនៅក្នុងការរួមដំណេកក្រោយពីគាត់ទទួលការព្យាបាលមហារីកចំនួន2ឆ្នាំកន្លងមកអញ្ចឹងអ្វីដែលគាត់ទទួលបានគឺគាត់មិនអាចរួមដំណេកជាមួយនឹងគ្រួសាររបស់គាត់ជាមួយនឹងដៃគូរបស់គាត់បានហើយសរីរាង្គប្រដាប់បន្តពូជរបស់គាត់ហ្នឹងវាមានលក្ខណៈស្ងួតហើយស្បែងហើយនៅពេលដែលអ្នកជំងឺប្រាប់ខ្ញុំពីរឿងហ្នឹងខ្ញុំក៏បានជួយគាត់ដោយខ្ញុំប្រើប្រាស់បច្ចេកវិទ្យាតាមរយៈការបាញ់ laser ហើយនៅដំណាក់កាលដំបូងអ្នកជំងឺបានឆ្លើយតបសឹងតែ 80% ហើយភាពប្រសើរនេះធ្វើឲ្យអ្នកជំងឺគាត់អាចត្រឡប់ទៅមានជីវិតជាដៃគូរបស់គាត់វិញបានយ៉ាងល្អប្រសើរហើយបន្ទាប់ពីការបាញ់ laser បាន3ដំណាក់កាលបន្តទៀតឃើញថាអ្នកជំងឺទទួល
បានការវិលត្រឡប់ទៅរួមភេទឬក៏ប្រើប្រាស់ជីវិតជាដៃគូនឹងបានល្អធម្មតាដោយពុំមានការឈឺចាប់ដូច្នេះការធ្វើ laser នេះត្រូវចំណាយពេល5ខែហើយចលនាការនៃការធ្វើ laser នេះគឺប្រើរយៈពេលតែ2ទៅ3នាទីប៉ុណ្ណោះនៅក្នុង clinic ដោយគ្មានការឈឺចាប់ដោយគ្មានភាពស្មុគស្មាញអ្វីទាំងអស់ដូច្នេះអ្នកជំងឺគាត់ពិតជាសប្បាយចិត្តមែនទែនហើយលទ្ធផលហ្នឹងគឺអ្នកជំងឺខ្លួនឯងបានស្នើសុំចូលប្រកាសនៅក្នុងសារព័ត៌មានដើម្បីចែករំលែកទៅដល់មនុស្សដែលមានវិបត្តិដូចជាគាត់ហ្នឹងដូច្នេះតាមរយៈកម្មវិធីនេះខ្ញុំគិតថាវាគឺជាឱកាសមួយដ៏ល្អក្នុងការចែករំលែកចំណេះដឹងនិងបទពិសោធន៍និងបញ្ហាសុខភាពជូនដល់អ្នកជំងឺឲ្យបានដឹងថាបញ្ហាដែលគាត់កំពុងតែមានហ្នឹងគឺជាបញ្ហាមួយដែលវាមានភាពងាយស្រួលក្នុងការដោះស្រាយបំផុត What problem they have and what can be done and it's so easily done ចាអញ្ចឹងគឺជាការចែករំលែកមួយដ៏ល្អទៅតាមជំនាញឬក៏បទពិសោធន៍របស់លោកវិជ្ជបណ្ឌិតជាពិសេសលោកវិជ្ជបណ្ឌិតបានព្យាបាលអ្នកជំងឺដោយជោគជ័យហើយដែលធ្វើឲ្យអ្នកជំងឺរូបនោះគឺនឹងមានភាពប្រសើរតាក់ទងទៅនឹងបញ្ហាសុខភាពស្ត្រីផងហើយយើងទទួលស្គាល់ថាបញ្ហាផ្លូវភេទនេះគឺភាគច្រើនគឺមិនសូវជាលើកយកមកនិយាយហើយនឹងដោះស្រាយទេអញ្ចឹងវាអាចនឹងធ្វើឲ្យអ្នកជំងឺនឹងកាន់តែមានភាពស្មុគស្មាញវាប៉ះពាល់ទៅដល់គេហៅថាសុខុមាលភាពនៅក្នុងការរស់នៅប្រចាំថ្ងៃជាដើមយើងបានមើលឃើញថាតាក់ទងទៅនឹងបច្ចេកទេសថ្មីដែលលោកប្រចាំរដ្ឋបានសិក្សាក៏ដូចជាបានដកស្រង់មកបង្ហាញជូនដល់ទស្សនិកជនជាពិសេសសម្រាប់សាធារណជនដែលជាជនជាតិខ្មែរបាននឹងកំពុងតែមានការចាប់អារម្មណ៍ខ្លាំងមែនទែនតាក់ទងទៅនឹងការព្យាបាលទៅតាមបច្ចេកទេសថ្មីជាពិសេសកម្រិតស្តង់ដារសង្ហបុរីតែម្ដងព្រោះថាយើងទទួលស្គាល់ថាឲ្យតែស្តង់ដារសង្ហបុរីគឺមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនក៏បានធ្វើដំណើរទៅកាន់ប្រទេសសង្ហបុរីនៅក្នុងការព្យាបាលជំងឺផងដែរប៉ុន្តែសូមជម្រាបជូនផងដែរថាសម្រាប់មន្ទីរពេទ្យ Clinical ក៏ជាមន្ទីរពេទ្យមួយដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទឹកដីនៃប្រទេសកម្ពុជាអញ្ចឹងចង់ឲ្យលោកវិជ្ជបណ្ឌិតបង្ហាញបន្តិចសម្រាប់គេហៅថាលក្ខណៈពិសេសរបស់ Clinical តើ Clinical មានលក្ខណៈពិសេសអ្វីខ្លះនៅក្នុងការព្យាបាលជំងឺជូនទៅដល់បងប្អូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពហើយមានទំនុកចិត្តខ្ពស់នោះចា៎ So Gleneagles Hospital is a private hospital. It has some of the best facilities in the whole. មូលហេតុដែលខ្ញុំផ្ដល់ជាអនុសាសន៍ថាអ្នកជំងឺទាំងអស់គួរតែជ្រើសមន្ទីរពេទ្យ Gleneagles ដោយសារតែមន្ទីរពេទ្យ Gleneagles គឺជាមន្ទីរពេទ្យឯកជនដ៏ធំមួយដែលបំពាក់ទៅដោយឧបករណ៍និងបច្ចេកវិទ្យាដ៏ទំនើបបំផុតហើយវិជ្ជាបណ្ឌិតវិញគឺមានជំនាញពោពេញទៅដោយជំនាញឯកទេសយ៉ាងក្រាស់ក្រែលបំផុតហើយពួកយើងជាវិជ្ជាបណ្ឌិតនឹងផ្ដល់ជូននៅការព្យាបាលប្រកបទៅដោយគុណធម៌សិលធម៌និងវិជ្ជាជីវៈជាមួយនឹងបច្ចេកទេសដ៏ត្រឹមត្រូវបំផុតសម្រាប់អ្នកជំងឺផងដែរ And we have the best care and the best doctors for you. ចាសូមអរគុណលោកវិជ្ជបណ្ឌិតសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះបានចែករំលែកទៅលើបញ្ហាសំខាន់សម្រាប់ស្ត្រីដែលស្ត្រីភាគច្រើនគាត់ហាក់បីដូចជាមានភាពអៀនខ្មាស់មិនសូវជាចង់ចែករំលែកនិងទទួលការព្យាបាលដែលវាធ្វើឲ្យមានបញ្ហាជាច្រើនសម្រាប់ស្ត្រីផ្ទាល់តែម្ដងអ្វីដែលសំខាន់លោកវិជ្ជបណ្ឌិតក៏បានជម្រាបជូនអំពីបច្ចេកទេសនៅក្នុងការព្យាបាលថ្មីដែលបើនិយាយអំពីការព្យាបាលហ្នឹងគឺមិនធ្វើឲ្យអ្នកជំងឺហ្នឹងមានភាពឈឺចាប់ទេហើយនឹងទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរចាអរគុណសូមគោរពលាជួបគ្នាក្នុងឱកាសក្រោយចា Thank you for joining today and sharing a good knowledge for Cambodian people and ខ្ញុំសូមផ្ដាំផ្ញើទៅទស្សនិកជនទាំងអស់ថាសូមមកជួបគ្រូពេទ្យនៅពេលដែលលោកអ្នកនៅមានសុខភាពល្អមិនមែនមកជួបគ្រូពេទ្យពេលដែលយើងឈឺធ្ងន់រួចទៅហើយទេអញ្ចឹងជូនពរសុខភាពល្អទាំងអស់គ្នាចានេះគឺជាសារចុងក្រោយដ៏មានសារៈសំខាន់មែនទែនដើម្បីចែករំលែកជូនទៅកាន់ទស្សនិកជនជាពិសេសសម្រាប់ប្រជាជនកម្ពុជាឲ្យយកចិត្តទុកដាក់នៅក្នុងការថែរក្សាសុខភាពនៅពេលដែលមានបញ្ហាតិចតួចយើងរស់រានជួបជាមួយនឹងគ្រូពេទ្យជំនាញនៅក្នុងការព្យាបាលជំងឺទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកនាងទៅនឹងបានទស្សនានៅកិច្ចសម្ភាសន៍រវាងខ្ញុំជាមួយនឹងលោកវិជ្ជបណ្ឌិត Christopher Chong ដែលជាវិជ្ជបណ្ឌិតជំនាញសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យ Gleneagles ដែលនៅក្នុងថ្ងៃនេះយើងបានជជែកគ្នាច្រើនតាក់ទងទៅនឹងវិបត្តិស្ត្រីគឺជុំវិញវិបត្តិ2វិបត្តិទប់ទំនុំមិនបានរបស់ស្ត្រីនិងបញ្ហាស្រុតស្បូនជួបគ្នានៅក្នុងឱកាសក្រោយជាមួយនឹងប្រធានបទថ្មីបន្ថែមទៀតនៅក្នុងការចែករំលែកសម្រាប់លោកអ្នកក្នុងការថែរក្សាសុខភាពខណៈនេះនាងខ្ញុំរួមនឹងលោកវិជ្ជបណ្ឌិតសូមអរគុណនិងសូមគោរពលា